នេះជាទឹកដីកែបដែលជាខេត្តមួយជាប់តំបន់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជាយើងខេត្តកែបមានចម្ងាយប្រមាណជាង100គីឡូម៉ែត្រពីរាជធានីភ្នំពេញផងដែរវាជាប់នឹងខេត្តកំពតដូចបងប្អូនបានឃើញស្រាប់ទេសភាពយ៉ាងស្រស់ស្អាតហើយបងប្អូនភ្ញៀវទេសចរក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិតែងទៅលេងកម្សាន្តនៅខេត្តមួយនេះដែលជាខេត្តមួយជាប់សមុទ្រក៏ដូចជាមានតំបន់ឆ្នេរយ៉ាងស្រស់ស្អាតដែលបានរៀបចំតុបតែងដោយអភិបាលខេត្តក៏ដូចជាអាជ្ញាធរដែនដីនៅទីនោះនេះជារូបភាពដែលខ្ញុំបានថតរូបវីដេអូជាអនុស្សាវរីយ៍ដែលបានទៅលេងកម្សាន្តនៅខេត្តកែបហើយដូចបងប្អូនបានឃើញស្រាប់ហើយនេះជាទេសភាពយ៉ាងស្រស់ស្អាតអមទៅដោយថ្ងៃចាំងនេះជាឆ្នេរក៏ដូចជាសម្រស់ស្រស់ស្អាតនៃមាត់ឆ្នេរកែបបាទហើយបងប្អូនជាប្រវត្តិយើងទៅលេងកម្សាន្តតាមឆ្នេរនេះមានការជិះទូកក្ដោងលេងអីជាដើមដូចបងប្អូនបានឃើញនេះបាទហើយការដើរលេងកម្សាន្តតាមឆ្នេរនៃកែបហ្នឹងដោយបទចម្រៀងមានការទីកែបកណ្ដាលស៊ូគីជាដើមហ្នឹងដែលមានការនិពន្ធបទចម្រៀងនេះយ៉ាងពីរោះបាទនេះដូចបងប្អូនបានឃើញហើយជាទស្សនវិជ្ជាកន្លែងលក់អីញ៉ាំហើយមានការចូលទៅដល់បងប្អូនជាប្រវត្តិដែលចូលកំសាន្តទីនោះហើយខ្ញុំបានថត selfie ជាប់សមុទ្រដែលជាវីដេអូមួយកម្រងអនុស្សាវរីយ៍ដែលខ្ញុំបានទៅលេងកំសាន្តវាមានទេសភាពយ៉ាងស្រស់ស្អាតនៅពេលថ្ងៃរសៀលដែលចែងចាំងដោយពន្លឺព្រះអាទិត្យបាទនេះជាកូនត្រីទូចវាបានហែលនៅឆ្នេរសមុទ្រកែបនឹងបាទហើយខ្ញុំបានថតរូបកន្លែងគេធ្វើចិន្តាឡើងទៅថតកំសាន្តដើម្បីផ្ដិតយករូបភាពនៅទឹកសមុទ្រនៅទីនោះហើយថតចម្ងាយឆ្ងាយតាមរយៈវីដេអូក៏ដូចជារូបភាពផ្សេងបាទហើយនេះជាសម្រស់មាត់ឆ្នេរហើយយើងបានថតទៅជាប់ភ្នំនៅពីខាងក្រោយឆ្នេរហ្នឹងបាទហើយនៅទីនោះមានការលក់គ្រឿងសមុទ្រផ្សេងដូចជាមឹកអាំងបកាអាំងនិងគ្រឿងសមុទ្រជាច្រើនទៀតដែលបានដាក់អាំងនៅទីនោះនិយាយបែបនេះមិនមែនតែគ្រឿងសមុទ្រសុទ្ធទេគឺមានត្រេនដែងត្រេអីជាដើមដែលមានការលក់ដូរអាំងនៅឆ្នេរកែបបាទនេះកន្លែងការលក់ដូររបស់គេហើយជាប្រវត្តិភ្ញៀវទេសចរតែងទៅទិញនៅទីនោះហើយនេះទេសភាពព្រៃភ្នំដែលដុះនៅក្រោយឆ្នេរបាទនៅជាប់ភ្នំបាទស្រស់ស្អាតមែនតើដូចបងប្អូនបានឃើញហើយបងប្អូនភ្ញៀវទេសចរតែងទៅលេងកម្សាន្តនៅទីនោះដូចបងប្អូនបានឃើញហើយទេសភាពមានការរៀបចំយ៉ាងស្រស់ស្អាតពីអាជ្ញាធរបាទដូចជាសួនយ៉ាងស្រស់ស្អាតក៏ដូចជាការដាក់តាំងតំណាងខេត្តកែបអីជាដើមរូបភាពផ្សេងបាទហើយតំបន់ឆ្នេរយើងអាចទៅលេងកម្សាន្តយកកូនក្មេងលេងបាទហើយមានទូកក្ដោងជិះមានអីជាដើមបាទហើយដូចបងប្អូនឃើញនេះមានទាំងកូនត្រីកូនអីទូចដែលលេងនៅទឹកសមុទ្រហ្នឹងបាទដែលខ្ញុំបានថតរូបភាពទាំងនេះដើម្បីទុកជាអនុស្សាវរីយ៍ដែលខ្ញុំបានទៅលេងកម្សាន្តនៅទីនោះសុទ្ធតែវីដេអូដែលខ្ញុំបានថតហើយបាទនេះជាឆ្នេរយ៉ាងស្រស់ស្អាតហើយនៅពីក្រោយនោះគឺភ្នំហើយតាមមាត់ឆ្នេរមានការលក់គ្រឿងសមុទ្រសម្រាប់យើងញ៉ាំបាទហើយកន្លែងថតរូបជាអនុស្សាវរីយ៍ផ្សេងមានការរៀបចំយ៉ាងស្រស់ស្អាតបងប្អូនភ្ញៀវទេសចរយើងតែងតែទៅថតរូបនិងវីដេអូដើម្បីទុកជាអនុស្សាវរីយ៍ដែលបានទៅលេងកម្សាន្តនៅទីរួមខេត្តកែបដែលជាខេត្តជាប់តំបន់សមុទ្របាទ